Bà sơ sơ đấy còn ôn lại thì của mỗiទាំងអស់គ្នាថ្ងៃនេះលោកគ្រូបង្រៀនមេរៀនទី1នៅថ្នាក់ទី6ដែលមានចំណងជើងថាចំនួននៅក្នុងចំណុចមួយតូចគឺយើងរៀនអំពីការអាននិងការសរសេរចំនួនអញ្ចឹងចំណុចកលោកគ្រូលើកយកការអានចំនួនអញ្ចឹងយើងសង្កេតមើលថាដើម្បីយើងអានចំនួនគឺយើងត្រូវដឹងពីរបៀបអានចំនួននោះឲ្យបានត្រឹមត្រូវអញ្ចឹងក្នុងការអានចំនួនគេអាចអានចំនួនបានពីររបៀបគឺអានតាមខ្ទង់និងអានតាមថ្នាក់ហើយក្នុងការអានតាមខ្ទង់ហ្នឹងគឺយើងត្រូវស្គាល់ខ្ទង់អញ្ចឹងក្នុងការអានតាមខ្ទង់យើងត្រូវស្គាល់ខ្ទង់ទាំងអស់ដែលខ្ទង់ទាំងអស់ហ្នឹងគឺមាន7ខ្ទង់គឺមានខ្ទង់រាយខ្ទង់10ខ្ទង់100ខ្ទង់ពាន់ខ្ទង់ម៉ឺនខ្ទង់សែននិងខ្ទង់លានក៏វាយើងចេះអានតាមខ្ទង់ហើយយើងត្រូវចេះអានតាមថ្នាក់ទៀតអញ្ចឹងការអានតាមថ្នាក់របស់យើងនេះគឺយើងអាចអានបាន3ថ្នាក់ណាគឺមានថ្នាក់ទី1នេះគឺថ្នាក់តូចជាងគេគេហៅថាថ្នាក់ឯកតាបន្ទាប់ពីថ្នាក់ឯកតាមកគឺយើងចូលដល់ថ្នាក់ពាន់ហើយថ្នាក់ដែលធំជាងគេគឺថ្នាក់លានអញ្ចឹងការអានចំនួនគេអាចអានបានពីររបៀបគឺអានតាមខ្ទង់និងអានតាមថ្នាក់ហើយអានតាមខ្ទង់មាន7ខ្ទង់មានខ្ទង់រាយខ្ទង់10ខ្ទង់100ខ្ទង់ពាន់ខ្ទង់ម៉ឺនខ្ទង់សែននិងខ្ទង់លានហើយចំណែកឯការអានតាមថ្នាក់វិញមាន3ថ្នាក់គឺថ្នាក់ឯកតាថ្នាក់ពាន់និងថ្នាក់លានអញ្ចឹងលោកគ្រូសូមបញ្ជាក់បន្តិចក្នុងមួយខ្ទង់អញ្ចឹងក្នុងមួយខ្ទង់យើងដាក់បានតែមួយតួលេខទេលើកលែងតែខ្ទង់លានខ្ទង់លានខ្ទង់លានយើងអាចដាក់បានលេខដែលនៅសល់ទាំងអស់ខ្ទង់លានយើងអាចសំទោសកន្លែងនេះអញ្ចឹងខ្ទង់លានយើងអាចដាក់បានច្រើនលើសពីមួយតួលេខអញ្ចឹងចំណាំទាំងអស់គ្នាថាក្នុងមួយខ្ទង់ពេលដែលយើងដាក់លេខចូលនៅក្នុងតារាងដែលយើងគូសគឺយើងដាក់បានតែមួយតួលេខទេលើកលែងតែខ្ទង់លានដែលយើងអាចដាក់បានច្រើនតួលេខហើយចំណែកក្នុងមួយថ្នាក់វិញយើងដាក់បានតែ3លេខទេលើកលែងតែថ្នាក់លានដូចគ្នាថ្នាក់លាននេះគឺយើងអាចដាក់បានច្រើនលេខណាអាចដាក់បានច្រើនតួលេខអញ្ចឹងដើម្បីឲ្យមានភាពងាយស្រួលក្នុងការអាននិងសរសេរចំនួនយើងត្រូវគូរតារាងថ្នាក់និងខ្ទង់នៃចំនួនជាមួយសិនឥឡូវនេះដើម្បីបញ្ជាក់វាឲ្យកាន់តែច្បាស់យើងមើលលំហាត់ខាងក្រោមចូលអានចំនួនដែលគេឲ្យយើងមកនេះតាមខ្ទង់រួចហើយគេឲ្យអានតាមថ្នាក់ទៀតអញ្ចឹងដើម្បីអានវាបានយើងត្រូវគូរតារាងបែបនេះដើម្បីងាយស្រួលយើងត្រូវគូរតារាងតាមថ្នាក់និងតាមខ្ទង់ជាមុនសិនរួចបញ្ចូលតួលេខណារួចចាំយើងបញ្ចូលតួលេខរួចចាំយើងបញ្ចូលតួលេខឲ្យបានត្រឹមត្រូវអញ្ចឹងដើម្បីមានភាពងាយស្រួលបងប្អូនគឺតារាងដូចលោកគ្រូបង្ហាញនេះគឺយើងគូរតារាងថ្នាក់មុនអញ្ចឹងគឺថ្នាក់លានដើម្បីយើងគូរតារាងមួយទៀតដែលហៅថាថ្នាក់ពាន់និងតារាងមួយទៀតគឺថ្នាក់ឯកតាបន្ទាប់មកទៀតនៅក្នុងតារាងថ្នាក់មួយហ្នឹងយើងគូរ
បំបែកពីខ្ទង់បាទដោយនៅថ្នាក់លាននេះយើងដាក់លានដដែលវានៅខ្ទង់លានដដែលចំណែកឯថ្នាក់ពាន់នេះយើងត្រូវបំបែកវាជា3ខ្ទង់គឺមានខ្ទង់សែនខ្ទង់ម៉ឺនខ្ទង់ពាន់ចំណែកឯថ្នាក់ឯកតាជាថ្នាក់ចុងក្រោយនេះយើងបំបែកវាជា3ខ្ទង់ដូចគ្នាគឺមានខ្ទង់100ខ្ទង់10និងខ្ទង់រាយបន្ទាប់ពីយើងធ្វើបែបនេះបានហើយយើងត្រូវយកលេខខាងលើនេះលេខចំនួនដែលគេឲ្យមកនេះយើងដាក់ចូលទៅក្នុងតារាងមួយហ្នឹងអញ្ចឹងទី1គេឲ្យយើងអានតាមថ្នាក់អញ្ចឹងយើងបញ្ចូលលេខមកលេខដែលបញ្ចូលទៅតាមថ្នាក់យើងបានដឹងហើយក្នុងមួយថ្នាក់នេះយើងដាក់បានតែ3លេខទេអញ្ចឹងយើងបញ្ចូលលេខពីស្ដាំដៃមកឆ្វេងដៃមកមានលេខ9លេខ8និងលេខ7អាហ្នឹងមួយថ្នាក់ដែលយើងហៅថាថ្នាក់ឯកតាបន្ទាប់មកទៀតយើងមកមើលថ្នាក់ពាន់យើងបញ្ចូលមានលេខ6បាទលេខ5និងលេខ0ហើយចុងក្រោយយើងនៅសល់4តួលេខទៀតគឺយើងដាក់នៅក្នុងថ្នាក់លានទាំងអស់ព្រោះដោយសារយើងមានតែ3ថ្នាក់អញ្ចឹងយើងដាក់តែ3ថ្នាក់មកហើយក្នុងមួយថ្នាក់ដាក់បាន3ថ្នាក់នេះក៏ដាក់បាន3ថ្នាក់នេះក៏ដាក់បាន3ដែរអញ្ចឹងចុងក្រោយនៅសល់ប្រមាណដាក់នៅក្នុងថ្នាក់លានទាំងអស់បន្តមកទៀតយើងចូលដល់ខ្ទង់វិញម្ដងអញ្ចឹងខ្ទង់លោកគ្រូបានបញ្យល់ខាងលើហើយក្នុងមួយខ្ទង់នេះគឺយើងដាក់បានតែមួយតួលេខទេលើកលែងតែខ្ទង់លានអញ្ចឹងយើងដាក់មកលេខ9នៅខ្ទង់រាយលេខ8ខ្ទង់10បាទលេខ7ខ្ទង់100លេខ6ខ្ទង់ពាន់លេខ5ខ្ទង់ម៉ឺនលេខ0នេះនៅខ្ទង់សែនហើយនៅសល់លេខ4តួលេខខាងចុងនេះគឺយើងដាក់ចូលទៅក្នុងខ្ទង់លានទាំងអស់ដូចថ្នាក់លានដែរទៅអស់ហើយអញ្ចឹងនៅពេលដែលយើងអានមានន័យថាយើងសរសេរឲ្យចេញជាតួលេខតាមតួអក្សរនីមួយនេះតួអក្សរទៅតាមថ្នាក់និងតួអក្សរតាមខ្ទង់ហ្នឹងឥឡូវនេះចំណុចកគេឲ្យយើងអានតាមថ្នាក់អញ្ចឹងបើយើងអានតាមថ្នាក់យើងពិនិត្យមើលនេះលេខនេះលេខ1លេខ2លេខ3លេខ4នេះគឺយើងអានបញ្ចូលគ្នាលេខ1 2 3 4នេះ4តួលេខនេះមាននៅក្នុងថ្នាក់តែមួយគឺថ្នាក់លានអញ្ចឹងយើងអានទៅតើលេខហ្នឹងអានចេញប្រមាណបើយើងអត់ចេះអានទេយើងសរសេរកន្លែងនេះអត់កើតដែរអញ្ចឹងលេខនេះគឺយើងអានថា1234ប៉ុន្តែវានៅក្នុងថ្នាក់លានអញ្ចឹងយើងថែមលានចុងក្រោយមកអត់ដាក់ថាថ្នាក់លានទេយើងអានថា1234លានបាទហើយអញ្ចឹងយើងមកសរសេរកន្លែងនេះសរសេរមក1000 230 complete 10ផងអ្នកខ្លះសរសេរតែ30ឯង34អញ្ចឹងកន្លែងនេះ1234តែ1234ហ្នឹងវានៅថ្នាក់អីនៅថ្នាក់លានអញ្ចឹងយើងថែមពាក្យលានអញ្ចឹង1234លានបាទឥឡូវហ្នឹងយើងសរសេរថ្នាក់លានហ្នឹងហើយយើងដកឃ្លាបន្តិចមកយើងចូលមកថ្នាក់ទៀតនេះលេខពណ៌ក្រហមនេះគឺមានលេខ0លេខ5និងលេខ6ហ្នឹងអញ្ចឹងវានៅក្នុងថ្នាក់ពាន់តែយើងអានថាម៉េចយើងអានថា056,000ឬមួយក៏យើងអានថា56,000បាទអញ្ចឹងគ្រូសូមជម្រាបថាកន្លែងនេះយើងអានថា56,000អញ្ចឹងយើងសរសេរមក56,000បាទអញ្ចឹង56ទៅទេ56ពេលលោកគ្រូយល់សិន50អញ្ចឹង56ប៉ុន្តែវានៅក្នុងថ្នាក់ពាន់អញ្ចឹងយើងថែមពាក្យពាន់ឲ្យគេអញ្ចឹង56,000អស់នៅទេអញ្ចឹងយើងនៅបន្តទៀតគឺនៅមួយថ្នាក់ទៀតថ្នាក់ចុងក្រោយនេះថ្នាក់ចុងក្រោយនេះ
បងប្អូនត្រូវចាំថាលេខនៅសល់3ហ្នឹង3ខ្ទង់ហ្នឹងវាមួយថ្នាក់ប៉ុន្តែលេខដែលធំជាងគេគឺវានៅក្នុងខ្ទង់100អញ្ចឹងយើងអានធម្មតាមក789ប៉ុន្តែអត់ដាក់ឯកតាទេណា789យកមកអញ្ចឹងយើងសរសេរតមក780បាទហើយដាក់ញ៉ាខណ្ឌមួយមកអញ្ចឹងចំពោះការអានតាមថ្នាក់យើងអានបាន3ថ្នាក់របស់យើងហើយនេះថ្នាក់លៀនគឺយើងអានថា1234នេះយើងសរសេរជាអក្សរចេញមក1234ណា1234នេះ1234ប៉ុន្តែកុំភ្លេចដាក់ថ្នាក់ឲ្យគេផងគឺលាន1234លានបន្តមកទៀតនៃថ្នាក់ពាន់គឺ56000អញ្ចឹងយើងសរសេរមក56000ហើយនៅចុងក្រោយនេះគឺ785 9អត់មានដាក់789ឯកតាទេចាំផងកន្លែងហ្នឹងថ្នាក់លានដាក់ថ្នាក់ពាន់ដាក់ប៉ុន្តែថ្នាក់ឯកតានេះមិនចាំបាច់សរសេរពាក្យថាឯកតាទេឥឡូវនេះយើងចូលដល់ការអានតាមខ្ទង់វិញម្ដងការអានតាមខ្ទង់យើងដឹងហើយមាន7ខ្ទង់ហើយក្នុងមួយខ្ទង់បានតែមួយតួលេខទេលើកលែងតែខ្ទង់លាននេះបាទខ្ទង់លាននេះគឺដូចថ្នាក់លានដែរមានប្រមាណដាក់ឲ្យអស់មកសល់ប្រមាណដាក់ទាំងអស់មកអញ្ចឹងដើម្បីយើងដាក់បានត្រឹមត្រូវបងប្អូនត្រូវចាំថាយើងដាក់ពីឆ្វេងដៃមកនេះដាក់ពីខ្ទង់រាយនឹងមកឬក៏ដាក់ពីថ្នាក់ឯកតាមកមុនបើយើងអានតាមថ្នាក់យើងដាក់តាមថ្នាក់ឯកតាមុនមក3លេខមកបន្ទាប់មក3លេខទៀតដល់ប្រហែលដាក់ខ្ទង់លានហើយទៅថ្នាក់លានចំណែកឯអានតាមខ្ទង់គឺយើងត្រូវដាក់ពីខ្ទង់រាយដេញមកណាពីស្ដាំដៃមកឆ្វេងដៃរហូតដល់ថ្នាក់ខ្ទង់លានមកអញ្ចឹងយើងធ្វើការអានចំនួននេះដដែលដោយយើងអានវាជាលក្ខណៈអានតាមខ្ទង់វិញម្ដងអញ្ចឹងខ្ទង់នេះនិងថ្នាក់នេះគឺដូចគ្នាលេខតែមួយទេវានៅក្នុងថ្នាក់លានឬក៏ខ្ទង់លានអញ្ចឹងតើគេអានយ៉ាងម៉េចអញ្ចឹងយើងអានធម្មតាគឺ1234តែកុំភ្លេចថែមលានចុងក្រោយអញ្ចឹងកន្លែងនេះ1000នេះ1234លាននេះគឺដដែលទេអញ្ចឹងយើងសរសេរពាក្យគឺដដែលអញ្ចឹងពូផាសមកលឿនជាងបាទបន្តមកយើងដក clear បន្តមកនេះកន្លែងនេះយើងអានដែរណាកន្លែងនេះយើងអត់អានថា0សែនទេឃើញទេយើងអត់អានថា0សែនទេព្រោះវាអត់មានន័យតម្លៃអត់មានអញ្ចឹងយើងមិនដាក់ទេអញ្ចឹងយើងអានបន្តមកឬមួយក៏យើងចង់អានក៏អត់ខុសដែរអញ្ចឹងយើងពិនិត្យមើលឡើងវិញកន្លែងនេះយើងអានតាមខ្ទង់គឺយើងអាន0សែនទៅអត់ប៉ុន្តែចំពោះលេខ0នៅក្នុងខ្ទង់មួយគេអត់អានទេអញ្ចឹងយើងអានបន្តមកខ្ទង់ម៉ឺនគឺ50000អញ្ចឹងបងប្អូនសរសេរមក5ហ្នឹងនៅក្នុងខ្ទង់ម៉ឺនមែនអត់អញ្ចឹងទេ50000សរសេរ5មក50000ណា50000តមក6ហ្នឹង6អីនេះបងប្អូនមើលលេខ6ហ្នឹងវានៅក្នុងខ្ទង់អីនេះ6000អញ្ចឹងយើងសរសេរពាក្យដែលជាសូរសំឡេង6ហ្នឹងមកយើងសរសេរ5 1បន្ទោ6ហើយវា6000អញ្ចឹងថែម1000មក6000ណា6000អញ្ចឹងអត់អស់យើងចុះទៅក្រោមវិញបាទ6000តែមកយើងសរសេរបន្តទៀតចូលដល់លេខ7លេខ7ហ្នឹងខ្ទង់100ណា
ចឹងយើងរៀនយើងមួយតែពេលដែលយើងចេះហើយយើងអាចសរសេរយកតែម្ដងកលេសគឺសរសេរមក700ណាអញ្ចឹងយើងសរសេរមក700ហើយបន្តមកនេះដល់លេខនេះត្រូវប្រយ័ត្នដែរ8នេះយើងមិនអានថា8 10ទេយើងត្រូវចាំថានៅក្នុងខ្ទង់10និងខ្ទង់រាយនេះគឺអានបូកបញ្ចូលគ្នាលេខ8និងលេខ9ហ្នឹងអានថា89អញ្ចឹងយើងអានទៅ89អត់មាន10អត់មានរាយទេតិចអាន8 10 9រាយហ្នឹងខ្មាស់គេហើយអញ្ចឹងយើងត្រូវចាំថានៅសល់2ខ្ទង់ចុងក្រោយនេះដាក់លេខចិត្តគ្នាហើយអានយកតែម្ដងគឺ89អញ្ចឹងមិញ700សល់89អញ្ចឹងយើងសេមក89ណា8កុំភ្លេចពាក្យ10ណា89ចុះ9បាទប៉ុណ្្នឹងអស់ការអានរបស់យើងអញ្ចឹងលោកគ្រូអានចំនួននេះឡើងវិញឲ្យបងប្អូនស្ដាប់បន្តទៀតម្ដងទៀតដើម្បីឲ្យយើងស្ដាប់បានអញ្ចឹងនេះអានតាមថ្នាក់យើងអានបាន3ថ្នាក់គឺថ្នាក់លៀនថ្នាក់ពាន់និងថ្នាក់ឯកតាអញ្ចឹងចំនួនពណ៌ក្រហមនេះគឺវានៅតាមថ្នាក់មួយហើយលោកគ្រូចែកហើយអញ្ចឹងយើងអានមក1234នេះទេមក1234លានតែតាវានៅក្នុងថ្នាក់លៀនតាមមកនៅសល់នេះ056តែលោកគ្រូបានបញ្ជាក់ថា0បាច់អានទេយើងអានថា56,000យកតែម្ដង56,000ហើយនៅចុងក្រោយគឺទាំង3លេខហ្នឹងគឺយើងអានបញ្ចូលគ្នាគឺ789ចំណុចខអានតាមខ្ទង់បាទអានតាមខ្ទង់នេះលេខពណ៌ខ្មៅដែលនៅខាងក្រោមនេះលោកគ្រូបានចែកតាមខ្ទង់ហើយលេខ9ខ្ទង់រាយលេខ8ខ្ទង់10លេខ7ខ្ទង់100លេខ6ខ្ទង់1000លេខ5នៅខ្ទង់10000លេខ0នៅខ្ទង់សែនហើយ1234នេះគឺនៅក្នុងខ្ទង់លានអញ្ចឹងនៅក្នុងខ្ទង់លានយើងអានដូចថ្នាក់លានអញ្ចឹងយើងអានមក1234លាន1234លានហើយដល់មកនេះសំទោស0នេះអត់អានទេអញ្ចឹងយើងអាន5យកមក5អី50000 6អី6000 7អី700ហើយចុងក្រោយនេះ89អញ្ចឹងយើង789អញ្ចឹងមេរៀននៅចំណុចទី1ការអានចំនួនតាមខ្ទង់និងតាមថ្នាក់លោកគ្រូសូមបញ្ចប់ពេលនេះជួបគ្នានៅវីដេអូក្រោយអរគុណជម្រាបលាហើយបើមិនយល់ត្រង់ណាអាចចាក់វីដេអូនេះមើលឡើងវិញបន្តទៀត